តើអ្នកពិតជាគិតថាប្រហិតក្តាមដែលអ្នកបរិភោគគឺមានសាច់ក្តាមនៅក្នុងនោះមែនឬនេះគឺជារោងចក្រផលិតដុំត្រីកែច្នៃរាងក្តាមដ៏ធំបំផុតនៅក្នុងទ្វីបអាស៊ីទាំងអស់ជារៀងរាល់ឆ្នាំពួកគេនាំចេញទៅជាង30លានតោនជុំវិញពិភពលោកសូម្បីតែនៅសហរដ្ឋអាមេរិកនិងអឺរ៉ុបប៉ុន្តែនេះជាចំណុចគួរឲ្យអស់សំណើចកម្មករដែលផលិតវាមិនបរិភោគវាទេនៅពេលដែលអ្នកបានឃើញពីរបៀបផលិតហើយអ្នកនឹងយល់ពីមូលហេតុពួកគេកិនសំបកក្តាមថោកហើយលាយជាមួយសាច់ត្រីប្លុកកនៅពេលគ្រឿងផ្សំទាំងពីរនេះរលាយបញ្ចូលគ្នាវាបានត្រាប់តាមលក្ខណៈនិងរសជាតិរបស់ក្តាមពិតបានយ៉ាងល្អឥតខ្ចោះម៉ាស៊ីនបង្វិលក្នុងល្បឿនលឿនក៏លបាយម្ដងហើយម្ដងទៀតរហូតទាល់តែคล้ายជាម្សៅក្តាមខាប់រលោងបន្ទាប់មកប្រព័ន្ធបូមខ្យល់ដកពពុះខ្យល់ចេញដើម្បីឲ្យវារក្សាភាពស្វិតនិងយឺតគេបានដាក់ម្សៅនោះចូលទៅក្នុងម៉ាស៊ីនចាក់ពុម្ពដែលច្រវាច់វាចេញជារាងបន្ទះវែងពួកគេបានបាញ់ថ្នាំពណ៌ក្រហមក្តាមមួយស្រទាប់ដើម្បីឲ្យមើលទៅដូចជាជើងក្តាមស្រស់ៗបន្ទះដែលបានចាក់រូបរាងត្រូវបានចំហុយដើម្បីកំណត់ទម្រង់និងទុកឲ្យត្រជាក់ដើម្បីរក្សាភាពស្វិតនិងបញ្ជូនទៅកាន់ខ្សែវេចខ្ចប់ពួកវាមើលទៅភ្លឺរលោងនិងក្រហមមើលទៅស្វិតហើយមានសាច់ថែមទាំងមានក្លិនដូចសមុទ្រទៀតផងប៉ុន្តែការពិត